សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាដំណាប់ស្វាយដែលធ្វើចេញពីសាច់ស្វាយចាស់រសជាតិរបស់វាខុសពីដំណាប់ស្វាយដែលធ្វើចេញពីស្វាយទុំដោយសារតែវាធ្វើចេញពីស្វាយចាស់អញ្ចឹងហើយដំណាប់ស្វាយដែលធ្វើចេញមកវានៅមានរសជាតិជូរតិចតិចណាហើយសម្រាប់សាច់ដំណាប់ស្វាយវិញគឺវាមានសភាពទន់ហើយនឹងស្វិតបែបនេះចំពោះរបៀបធ្វើដំណាប់ស្វាយនេះគឺដំបូងឡើងខ្ញុំយកស្វាយកែវល្មៀតចំនួន3គីឡូមកចិតសម្បកឲ្យបានស្អាតណាហើយសម្រាប់ស្វាយនឹងដែរគឺយើងអត់ប្រើស្វាយដែលនៅខ្ចីពេកទេវាមានរសជាតិជូរខ្លាំងណាស់ស្វាយដែលល្មមប្រើសម្រាប់ធ្វើដំណាប់ហ្នឹងគឺជាស្វាយដែលចាស់វាអត់សូវជាមានរសជាតិជូរខ្លាំងហើយវាចាប់ផ្ដើមឡើងម្សៅតិចតិចណាក៏ប៉ុន្តែសាច់ស្វាយហ្នឹងវានៅរឹងល្អស្វាយហ្នឹងនៅពេលដែលចិតសម្បករួចរាល់ហើយខ្ញុំយកវាទៅលាងទឹកឲ្យបានស្អាតនិងដើម្បីឲ្យវាអស់ជ័រស្វាយសិនណាបន្ទាប់មកទៀតទើបខ្ញុំយកវាមកចិតដើម្បីយកគ្រាប់ចេញណានៅពេលដែលចិតយកគ្រាប់ចេញហ្នឹងបងប្អូនចិតយ៉ាងម៉េចឲ្យដល់គ្រាប់ស្វាយទៅដើម្បីកុំឲ្យវាសល់សាច់ស្វាយច្រើនពេកណាហើយបន្ទាប់ពីបានចិតយកគ្រាប់ចេញរួចរាល់ហើយទើបខ្ញុំយកស្វាយហ្នឹងមកចិតជាចំណិតបន្ថែមទៀតនៅពេលដែលចិត្តជាចំណិតស្វាយហ្នឹងបងប្អូនកុំចិត្តវាក្រាស់ពេកកាលណាយើងចិត្តវាក្រាស់ពេកវាហាលយូរស្ងួតណាសម្រាប់កម្រាស់ស្វាយដែលខ្ញុំចិត្តនេះប្រហែលជា 0.5 សង់ទីម៉ែត្រណាស្វាយហ្នឹងបន្ទាប់ពីបានចិត្តជាចំណិតហើយខ្ញុំចាប់ផ្ដើមយកវាមកដាក់ត្រាំទឹកកំបោរហើយសម្រាប់បរិមាណកំបោរដែលខ្ញុំប្រើហ្នឹង1ស្លាបព្រាបាយកំបោរហ្នឹងគឺជាប្រភេទកំបោរដែលយាយគាត់យកមកពីសាស្លាមលូបងប្អូនហើយកំបោរហ្នឹងដែរគឺខ្ញុំយកវាមកជ្រុំនៅក្នុងទឹកបែបនេះណាខ្ញុំជ្រុំចុះជ្រុំឡើងមកស្ទុះទៅដើម្បីឲ្យវាចេញជាកំបោរសហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមសម្រិតយកទឹកកំបោរហ្នឹងមកដាក់ត្រាំជាមួយនឹងស្វាយសម្រាប់កំបោរហ្នឹងដែរបងប្អូនខ្ញុំជ្រុំលាយជាមួយនឹងទឹក2 3សាទៅដើម្បីឲ្យវាចេញជាតិកំបោរមកអស់ហើយសម្រាប់បរិមាណទឹកហ្នឹងគឺយើងអាចលៃមើលមកគ្រប់សម្រាប់ត្រាំស្វាយហ្នឹងឲ្យលិចស្វាយទៅដើម្បីឲ្យសាច់ស្វាយហ្នឹងវាបានរឹងល្អមុននឹងពេលដែលយើងយកវាទៅធ្វើជាដំណាប់ណាហើយនេះបងប្អូនបរិមាណទឹកកបោហ្នឹងគឺយើងត្រាំស្វាយ1លិចប៉ុណ្ណឹងមកណាបន្ទាប់មកទៀតគឺខ្ញុំដាក់វាត្រាំចោលប្រហែលជា15នាទីចោលសិនទៅយើងដាក់ត្រាំវានៅក្នុងផ្ទះបាយធម្មតាណាបងប្អូន15នាទីក្រោយមកសាច់ស្វាយហ្នឹងវារៀងរឹងជាងមុនហើយបន្ទាប់ពីបានត្រាំទឹកកបោហើយខ្ញុំចាប់ផ្ដើមស្រង់ស្វាយហ្នឹងចេញពីទឹកកបោណារួចហើយខ្ញុំយកវាទៅលាងជាមួយនឹងទឹកធម្មតាបន្ថែមទៀតឲ្យបានស្អាតឲ្យបានអស់ជាតិកបោណាយើងលាងឲ្យទឹកលាងស្វាយហ្នឹងឡើងថ្លាមកចាំយើងយកស្វាយហ្នឹងមកប្រើការបងប្អូនហើយបន្ទាប់ពីបានលាងហើយគឺខ្ញុំទុកស្វាយហ្នឹងឲ្យស្រស់ទឹកសិនស្វាយហ្នឹងបន្ទាប់ពីបានលាងទឹកនិងទុកឲ្យស្រស់ទឹកហើយខ្ញុំចាប់ផ្ដើមយកវាមកប្រឡាក់ជាមួយនឹងស្ករសសម្រាប់ស្វាយ3គីឡូនេះខ្ញុំប្រើស្ករសចំនួន3ខាំបងប្អូនហើយនៅពេលដែលប្រឡាក់ស្វាយជាមួយនឹងស្ករសនេះបងប្អូនកុំច្បាច់វាខ្លាំងពេកកុំឲ្យវាបាក់សាច់ស្វាយហ្នឹងបងប្អូនគ្រាន់តែច្បល់វាលុំចុះឡើងទៅបានហើយធ្វើយ៉ាងម៉េចឲ្យតែថាស្វាយហ្នឹងវាជាប់ជាមួយនឹងស្ករសហ្នឹងណាស្វាយដែលបានប្រឡាក់ហើយជាមួយនឹងស្ករសថ្មីនេះយើងអត់ទាន់អាចយកវាទៅធ្វើអីកើតទេណាបងប្អូនខ្ញុំយកវាមករៀបដាក់ចូលទៅក្នុងប្រអប់បែបនេះដើម្បីផ្អាប់វាចោលមួយយប់សិនណាហើយយើងផ្អាប់វាបែបនេះគឺដើម្បីឲ្យស្វាយហ្នឹងវាចូលជាតិផ្អែមជាមួយនឹងស្ករសហើយណាមួយដើម្បីឲ្យស្វាយហ្នឹងវាចេញជាតិជូរមកខ្លះសម្រាប់ការផ្អាប់ស្វាយនេះទុកគឺខ្ញុំទុកវានៅក្នុងទូទឹកកកណាបងប្អូនដើម្បីឲ្យស្វាយហ្នឹងវានៅតែស្រស់ល្អណាហើយនេះបងប្អូនជាសាច់ស្វាយប្រឡាក់ស្ករដែលខ្ញុំបានទុករយៈពេល1យប់ឃើញថាវាចេញទឹកមកច្រើនជាងមុនបែបនេះសម្រាប់ទឹកដែលចេញមកពីសាច់ស្វាយហ្នឹងយើងអត់ចោលទេណាបងប្អូនខ្ញុំយកវាមកចាក់ចូលទៅក្នុងខ្ទះទៅដើម្បីដាក់រំងាស់វាឲ្យវាឡើងខាប់ជាងមុនបន្តិចណានៅពេលរំងាស់ទឹកស្វាយហ្នឹងគឺខ្ញុំមានបន្ថែមអំបិលហ្នឹងចំនួន1ស្លាបព្រាកាហ្វេផងដែរហើយខ្ញុំរំងាស់វាហ្នឹងគឺខ្ញុំប្រើភ្លើងតិចល្មមទេអត់ប្រើភ្លើងខ្លាំងពេកទេណាទឹកស្វាយហ្នឹងនៅពេលដែលរងាស់ឡើងខាប់ទៅនេះហើយខ្ញុំចាក់សាច់ស្វាយចូលណាបន្តមកទៀតខ្ញុំចាប់ផ្ដើមច្បល់សាច់ស្វាយហ្នឹងចុះឡើងទៅដើម្បីឲ្យទឹកស្ករហ្នឹងវាជ្រាបចូលទៅក្នុងសាច់ស្វាយបានអស់ណា
នៅអំឡុងពេលកូរសាច់ស្វាយនេះបងប្អូនត្រូវប្រើវែកកូរវាថ្នមៗបងប្អូនកុំប្រើដៃធ្ងន់ពេកវាអាចធ្វើឲ្យស្វាយនឹងបែកសាច់ហើយយើងត្រូវកូរវាជាប់បងប្អូនដើម្បីឲ្យស្វាយនឹងវាមានពណ៌ស្មើគ្នាល្អរយៈពេលកូរស្វាយនេះគឺខ្ញុំប្រើពេលជិត1ម៉ោងប្រហែលជា50នាទីហើយសម្រាប់កម្រិតភ្លើងគឺយើងប្រើភ្លើងតិចៗល្មមណាបងប្អូនហើយសម្រាប់ខ្ទះឬក៏ឆ្នាំងដែលបងប្អូនប្រើសម្រាប់យកមកធ្វើដំណាប់ស្វាយនេះបងប្អូនគួរប្រើប្រភេទឆ្នាំងឬខ្ទះដែលមានបាតក្រាស់ៗទៅវាអត់ងាយនឹងខ្លោចណាហើយនេះបងប្អូនសាច់ស្វាយហ្នឹងនៅពេលដែលខ្ញុំកូរបានកន្លះម៉ោងឃើញថាវាចាប់ផ្ដើមប្រែពណ៌ទៅរាងថ្លាជាងមុនណាហើយទឹកស្វាយហ្នឹងក៏វាចាប់ផ្ដើមរីងចិត្តអស់ដែរនៅពេលដែលវារីងចិត្តអស់បែបនេះហើយខ្ញុំចាប់ផ្ដើមបន្ថយភ្លើងឲ្យបានតូចទៅដើម្បីកុំឲ្យវាខ្លោចណារួចហើយខ្ញុំបន្តកូរវាមួយសន្ទុះទៀតរហូតទាល់តែវារាងដាច់ទឹកបន្តិចទើបយើងអាចស្រង់វាយកទៅដាក់ហាលបានណាស្វាយហ្នឹងនៅពេលដែលវាចុះត្រជាក់ហើយខ្ញុំចាប់ដើមយកវាមករៀបសម្ដិលឲ្យបានស្ដើងបន្តិចទៅដើម្បីយកវាទៅសម្ងួតណាហើយសម្រាប់ការសម្ងួតស្វាយនេះអាចមានពីររបៀបបងប្អូនអាចយកវាទៅហាលនៅក្រោមកម្ដៅថ្ងៃក៏បានឬក៏បើសិនជាបងប្អូនមានម៉ាស៊ីនសម្ងួតបងប្អូនដាក់វាសម្ងួតដូចខ្ញុំធ្វើនេះក៏បានដែរយើងប្រើម៉ាស៊ីនសម្ងួតបែបនេះយើងមិនសូវបារម្ភជាមួយនឹងបញ្ហារុយឬក៏សម្ោចណាហើយផ្ទុយមកវិញបើសិនបើបងប្អូនសម្ងួតវាតាមរយៈការហាលនៅក្រោមកម្ដៅថ្ងៃបងប្អូនត្រូវរកអីមកក្របដើម្បីកុំឲ្យរុយរោមរយៈពេលហាលស្វាយនេះគឺយើងអត់កំណត់ទេបងប្អូនយើងហាលរហូតតតែថាសាច់ស្វាយនឹងវាឡើងក្រៀមហើយឡើងស្ងួតល្អរយៈពេលហ្នឹងអាច2ថ្ងៃ3ថ្ងៃអាស្រ័យទៅលើកម្ដៅថ្ងៃឬក៏កម្រាស់ស្វាយដែលបងប្អូនចិត្តចេញមកចំពោះការសម្ងួតដោយប្រើម៉ាស៊ីននេះគឺខ្ញុំប្រើពេល2ថ្ងៃបងប្អូនថ្ងៃទី1ខ្ញុំសម្ងួតវាក្នុងម៉ាស៊ីន8ម៉ោងបន្ទាប់មកទៀតខ្ញុំរើវាចូលទៅក្នុងទូទឹកកកសិនណាដល់ពេលស្អែកឡើងគឺខ្ញុំប្រើពេល8ម៉ោងទៀតខ្ញុំសម្ងួតវារហូតតតែវាឡើងស្ងួតអញ្ចឹងណាដំណាប់ស្វាយនឹងដល់ពេលដែលវាស្ងួតគឺវារាងស្ដើងជាងមុនហើយសាច់ស្វាយនឹងគឺវាប្រែទៅជាថ្លាអញ្ចឹងណាបងប្អូនតែប៉ុណ្ណេះការធ្វើដំណាប់ស្វាយនឹងគឺបានធ្វើរួចរាល់ហើយបងប្អូនខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត